Ok សួស្តីអ្នកនរគ្នាហើយវីដេអូនេះខ្ញុំបានរៀប script អីទេខ្ញុំនឹកឃើញនិយាយហ្នឹងហើយប៉ុន្តែសុំទោសផងបើថាខ្ញុំនិយាយពាក្យអីខុសឆ្គងអ្នកនរគ្នាប៉ុន្តែវីដេអូនេះខ្ញុំចង់និយាយពីcyber security អ្នកនរគ្នាពី road map ក៏ផ្លូវដែលខ្ញុំចង់ដើរហ្នឹងទៅហើយបើផ្លូវបងប្អូនស្តីខ្ញុំដែរបងប្អូនអាចមើលវីដេអូហ្នឹងថាជា reference មួយចុះហើយយើងអាចកែតាមហ្នឹងយើងអាចដូរតាមហ្នឹងចឹងទៅពីព្រោះខ្ញុំមិនមែន expert ខ្ញុំមិនអីទេខ្ញុំតប start ថ្មីដែរទេប៉ុន្តែពីព្រោះខ្ញុំគិតថាcyber security ហ្នឹងវាមានផ្នែកច្រើនហើយផ្នែកច្រើនហ្នឹងមួយយើងត្រូវការចំណាយពេលច្រើនដើម្បីយល់វាដើម្បី practice វាហើយ learn វាឲ្យច្បាស់ជាងទៅអញ្ចឹងទៅបងប្អូនអាចដឹងថាខ្លួនឯងប្រហែលទៅខាងណាទៅយើងអាចfocus ខាងហ្នឹងណាអូខេ so example នេះខ្ញុំចង់បែងចែក cyber security ហ្នឹងទៅជា3ផ្នែកព្រោះដូចនិយាយចឹង cyber security មានផ្នែកច្រើនប៉ុន្តែយើង simplify វាទៅយើង summarize វាទៅជា3 team ទី1មាន red team purple ហើយនិង blue team នីមួយៗវាមានការងារផ្សេងគ្នាអ្នកនរឧទាហរណ៍ដូចជា red team ចឹងទៅអ្នកនរបែរជាដឹងហើយពេលច្រើន red team focus on attacking ក៏ឧទាហរណ៍ដូចយើងចង់ចូលទៅ system គេចឹងទៅ maybe យើងចង់ intercept ព័ត៌មានគេចឹងទៅអានឹង some example ហើយបើថា purple team អានឹងគឺ focus mostly on information gathering មានន័យថាយើងប្រើ OSINT យើង verify information នឹងវាត្រឹមត្រូវក៏អត់អីចឹងទៅហើយពេលយើងបាន information ណាល្អក៏ information ណាដែលឧទាហរណ៍ red team អាចប្រើបានក៏ blue team អាចប្រើបាន purple team នឹងអាចshare នឹងអាចចែកម្លែកទៅ team ទាំងពីរហ្នឹងដើម្បីធ្វើការហើយ lastly blue team គឺ focus mostly on defending system របស់ពួកយើងឧទាហរណ៍បើថាមាន IP ណាចម្លែក IP ណាចូលមកញ៉ៃច្រើនពេកហ្នឹង block មួយទៅហើយទៅវាមាន technique ច្រើនទេអ្នកនរតែ mostly blue team focus on defending ប៉ុន្តែខ្ញុំចង់ជំរុញអ្នកនរទៅរៀនអំពី fundamental វាសិនទៅរៀនអំពីគ្រឹះរបស់ IT សិនទៅចាំយើងទៅរៀនខាង hacking ទៅរៀនអីចឹងទៅប៉ុន្តែវាមិនមែនមានន័យថាតើអ្នកនរគ្នាទៅរៀនអំពីគ្រឹះនឹងយល់ឲ្យច្បាស់បរោយមិនយើងទៅ hacking ទៅ practice បានទេយើងអាចរៀនបរោយើងអាចទៅ practice បរោនៅខាង CTF វិញចឹងទៅឥឡូវបើយើងចង់ទៅ practice ក៏ទៅស្វែងយល់អំពីគ្រឹះរបស់ IT អញ្ចឹងនៅខាងcyber security យើងអាចទៅចាប់ដើមទៅខាងណាឥឡូវអ្នកអាចទៅមើលខាង CCNA បាន CCNA យើងអាចទៅយល់ពី network ក៏ពីបណ្ដាញមួយថាវាបញ្ជូនទិន្នន័យពីបណ្ដាញមួយទៅបណ្ដាញមួយវាប្រើមិនខ្លះវាប្រើ protocol អីខ្លះវាប្រើ process អីខ្លះចឹងទៅហើយអ្នកនេះ CCNA អ្នកនេះអានេះ playlist មួយរបស់ Jeremy Lab playlist ហ្នឹងយើងមាន free lab ផងមាន Anki flashcard ផងទៅល្អអ្នកនេះចាំចូលមកមើលមកខ្ញុំដាក់ link នៅក្នុង description ដែរទៅចូលមកមើលមកស្វែងយល់វាទៅហើយមួយទៀតនៅ channel បង Kim Hub ហូ Kim Hub like ក្នុង channel គាត់មាន playlist ល្អច្រើនអ្នកនេះតាក់ទងមួយ cyber security ដែរឧទាហរណ៍នេះចឹង Linux system admin ចឹងអាហ្នឹងគឺតែល្អហ្នឹងហើយGo ក៏ល្អក៏មាន Python មានអីទេអ្នកគេនៅឧទាហរណ៍នេះLinux system admin យើងអាចស្វែងយល់ពីLinux បានយើងប្រើវាមិនយើង file system វាមិនអីចឹងទៅហើយមួយទៀតយើងយល់ពី Linux ហើយយើងយល់ពី Windows ដែរអា OS system វានិយាយចឹងlike យល់វាប្រើយល់ like file system វាមិនlike system វាដំណើរការមិនអីចឹងហើយមួយទៀតPython ក៏ like scripting language ចឹងដូច Python ក៏ bash អីហ្នឹងទៅអ្នកអាចរៀនអាហ្នឹងបាននិយាយទៅពួក Python ក៏កូដអីហ្នឹងអ្នកនេះខ្ញុំគិតថាតើយើងចេះកូដឲ្យច្បាស់តើយើងចេះកូដឲ្យខ្លាំងប្រើបើយើងអាចទៅ hacking អាចទៅរៀន cyber បានទេយើងចេះមកល្មមបានហើយមិនគុំចង់និយាយថា in pressure ឯងដែរតែកុំ pressure ឯងខ្លាំងពេកនិយាយទៅយើងរៀនមក fun មកសប្បាយឯងដែរចឹងនិយាយចឹងហើយlike យើងទៅការចេះកូដអីខ្លះដែរតែដូចនិយាយចឹងយើងមិនខ្លាំងពេកទេហើយមួយទៀត
nhảy channel code ក៏ល្អដែរយើងចេះប្រមូល channel មកណាមាន database មានអីចឹងទៅអ្នកនរអាចចូលមកមើលបានខ្ញុំដាក់ link ចូលមើលអ្នកនរនិយាយទៅខ្ញុំមកចង់ឲ្យអ្នកនរ limit ខ្លួនឯងអ្នកនរឧទាហរណ៍ខ្ញុំបានលើកមុនហ្នឹងអញ្ចឹងមាន CCNA មាន Windows Linux មាន Python code អីតិចតួចចឹងទៅទាំងអស់ហ្នឹងយើងយល់វាច្បាស់វាល្អហើយប៉ុន្តែពេលខ្លះយើងមិនមែនន័យថាតយើង limit ខ្លួនឯងថាតយើងចេះអាពួកហ្នឹងឲ្យច្បាស់បណ្ដោយទៅបានយើងទៅ practice បានតែយើងទៅ hack បានទេយ៉ាងអញ្ចឹងណាបើអ្នកនរអាចយល់ខ្លះយើងអាចទៅ practice បានបើមិនចឹងទេពេលយើងទៅ practice ឧទាហរណ៍នៅ CTF ចឹងទៅគេមាន room មួយមាន block មួយ challenge មួយយើងធ្វើchallenge ហ្នឹងមានឧទាហរណ៍មាន server side system like attack អីចឹងទៅយើងអាចទៅស្វែងយល់ពី server side system like វាមិនខ្លះមកគេចឹងទៅចឹងយើងកុំ limit ខ្លួនឯងខ្ញុំគិតថា practice ឲ្យបានច្រើនកាន់ល្អវិញអា theory ហ្នឹងទ្រឹស្ដីហ្នឹងហើយតែបើយើងបានយកអាទ្រឹស្ដីហ្នឹងយកមក practice យកមកលេងនៅក្នុង CTF យកអីចឹងទៅយើងអាចយល់កាន់តែច្បាស់ទៀតចឹងនិយាយចឹងណាអូខេ so មុនហ្នឹងយើងបាននិយាយពី3គ្រឹះហើយឧទាហរណ៍យើងមាន networking យើងយល់ពី networking ទៅហើយទី2យើងយល់អំពី operating system ឧទាហរណ៍មាន Linux មាន Windows វាដំណើរការមិនចឹងទៅហើយទី3យើងយល់ខ្លះអំពី coding ក៏ scripting language ចឹងទៅឧទាហរណ៍មាន Python ក៏ Bash ចឹងទៅប៉ុន្តែខ្ញុំចង់ introduce អ្នកនរទៅ channel នេះមួយអ្នកនរគ្រូរ៉ា podcast channel ហ្នឹងល្អអ្នកនរគាត់បាន interview like អ្នកមាន experience ណាចឹងទៅយើងអាចចង់និយាយថាយើងអាចយល់ពី mindset គាត់ក៏ like គាត់គិតមិនពេលគាត់ឃើញ problem មួយឧទាហរណ៍ block មួយក៏ CTF challenge មួយចឹងទៅគេនឹងមាន problem ឲ្យយើង solve ហើយប៉ុន្តែ like ពេលមុននឹង solve ហ្នឹងគាត់គិតមិនហើយ like process គាត់មិនអីចឹងពេលខ្លះយើងអាចរៀនអំពី mindset របស់ like អ្នកចេះlike អ្នកមាន experience ណាចឹងទៅយើងអាចយល់ច្រើនជាងហ្នឹងខ្ញុំចង់បង្ហាញដល់អ្នកពី channel ខ្លះនេះ channel មួយហើយនេះ channel លោកគ្រូច័ន្ទណា tech មួយដែរគាត់ក៏មាន like interview អ្នក interview មាន like OSCP certificate អីចឹងទៅអ្នកនេះអាចយល់ថែមពី mindset របស់ពួកគាត់បានហើយអ្នកនេះអាចក៏ follow footstep គាត់បានដែរធ្វើម៉េចបានគាត់អាចយក OSCP certificate នឹងបានចឹងទៅចាអូខេ so ឥឡូវខ្ញុំបាននិយាយអំពី networking យើងគួរយល់អំពី networking គួរយល់អំពី operating system ដូចជា Linux ហើយ Windows វាដំណើរការមិនចឹងទៅហើយយល់ពី code scripting language ដូចជា Python ហើយនិង Bash ហើយមួយទៀតក៏ខ្ញុំបានបង្ហាញអ្នកនរដែរយើងក៏គួរតែទៅស្ដាប់ podcast ក៏ទៅនិយាយទៅមើល like ទៅស្ដាប់ហើយទៅមើលអំពី like ពួកបងដែលមាន experience គាត់ធ្វើម៉េច mindset គាត់គំនិតគាត់គិតម៉េចពេលគាត់ឃើញ problem មួយចឹងនិយាយចឹងណាហើយមួយទៀតពីរ last ចុងក្រោយដែលយើងគួរយល់នៅក្នុង cyber security មួយទៀតបើអ្នកឲ្យមើល CCNA ហើយអ្នកអាចមកមើលនេះបាន CompTIA Security Plus ហើយយើងអាចមកមើលអំពីយល់ថែមអំពី security fundamental គ្រឹះរបស់ security គ្រឹះរបស់ IT security ហើយឧទាហរណ៍យើងអាចមកមើលហ្នឹងទៅឧទាហរណ៍នេះគេមាន authentication authorization like ពេលយើងបង្កើត account ពេលយើងអីចឹង like វាមិនហ៎ដំណើរការ process វាមិនបើយើងអាចចូលទៅ system បានអីចឹងទៅហើយគាត់ខ្ញុំ briefly like explain ទេហើយមួយទៀត encryption ហ្នឹងក៏ security fundamental ដែរឧទាហរណ៍ like RSA encryption វាដំណើរការមិនមាន PGP អញ្ចឹងទៅវា like យើងចេះមើលបើថា interest ណាយើងអាច focus ហ្នឹងទៅខ្ញុំចង់បង្ហាញអ្នកនរទេហើយ lastly យើងអាចទៅស្ដាប់ព័ត៌មានក៏ទៅមើលព័ត៌មានអំពីlike hacker news អញ្ចឹងទៅឧទាហរណ៍នេះចានេះ website ព័ត៌មាននេះព័ត៌មានថ្មីៗអំពី hacking ក៏ security អញ្ចឹងទៅយើងអាចមកតាមដានបានណាហើយនៅក្នុង X ក្នុង Twitter ហ្នឹងក៏ល្អដែរអ្នកនរយើងអាចមើល CVE News
អានឹងយើងឧទាហរណ៍មាន VX exploit កាលមុនហ្នឹងអាហ្នឹងវាចេញតាម Twitter លឿនអាហ្នឹងយើងអាចចូលមើលតាមហ្នឹងបានហើយ Reddit ក៏ល្អដែរណាយើងអាចចូលមើលក៏បន្លែងទៅប៉ុន្តែអាហ្នឹងគាត់តែព័ត៌មានឯនោះអាចមើលព័ត៌មានថា surety ឥឡូវហ្នឹងវាមិនវាព្រោះ surety ឥឡូវវាចេញមកថ្មីច្រើនវាមាន attack vector ច្រើនណាចឹងអញ្ចឹងណាហើយអានេះគាត់ Reddit មួយទេ surety cyber surety នៅក្នុង Reddit ហើយវាទៀត system admin អ្នកអាចចូលមើលពីនឹងបានសិតល្អហើយណាហើយបើអ្នកចូលស្ដាប់ podcast នៅអាចចូលស្ដាប់ពួកចេះបានពួកហ្នឹងសិតតព័ត៌មានតាក់ទងមួយ cyber security ឥឡូវហ្នឹងអញ្ចឹងហើយបើថានេះអានឹង podcast ដែលគេ interview ពួក hacker ទេតែបើអ្នកចាប់អារម្មណ៍ខ្ញុំដាក់ចំក្នុង description យើងដែរនិយាយទៅយើងចេះស្ដាប់ច្រើនយើងយល់ពីពួក mindset របស់ពួក hacker កាន់តែច្រើនទៅយើងអាចយល់ពីរបៀបគេធ្វើចឹងនិយាយចឹងឥឡូវឧទាហរណ៍អានេះ mindset បងគាត់មាន experience មួយគាត់ចែកលេខឲ្យខ្ញុំឧទាហរណ៍ like បើយើងចង់ hack អីមួយគឺយើងចង់ទៅ system ណាគេមួយពេលខ្លះយើង hack ចូលទៅបណ្ដោយវាមិនកើតទេ security វាគេបិទអស់ link ហ្នឹងចឹងទៅពេលខ្លះបើយើងអាច start ពីតូចវិញបានល្អជាងមានន័យថាបើថា system ហ្នឹងគេបិទអស់ហើយបើថាយើងអាចទៅដើររកណាគេ developer របស់ system ហ្នឹងណាគេធ្វើការនៅហ្នឹងអីចឹងទៅយើងអាចដើររក information ហ្នឹងបានយើងអាចទៅ you know like ចង់និយាយថាយើងមិន directly attack the system ទេយើងដើរមកជុំដើម្បីចូលទៅក្នុង system ហ្នឹងថ្ងៃអញ្ចឹងយើង start ពី small ដើម្បីចូលទៅក្នុង system ហ្នឹងហើយយើងដើររយទៅយើងដើររមួយរហូតយើងចង់និយាយថា like ពេលយើងដើររ developer ក៏អ្នកធ្វើការនៅក្នុង system នឹងមួយហើយបើថាម្នាក់ហ្នឹងអត់សូវមាន privilege អត់សូវមាន control ច្រើនទេយើងអាចទៅដើររណាគេផ្សេងមួយទៀតរតរហូតតរឃើញអាមួយហ្នឹងនៅក្នុង system ហ្នឹងបើយើងអាច take control all over the system ប្រហើយអាហ្នឹងcòn example ទេអ្នកនរនិយាយទៅដូចនិយាយចឹងខ្ញុំចង់ចំណេញអ្នកនរទៅយល់ថែមពី fundamental ក៏គឺវាទៅចឹងទៅពេលខ្លះពេលយើងធ្វើការទៅយើងអាចវាយ like ជាអាចធ្វើ more damage យើងអាចធ្វើវាឈឺយ៉ាងហ្នឹងចឹងអញ្ចឹងយើងមិនមែនទៅប្រើយើងចង់និយាយថា example មួយចុះ DDoS ណាគេ DDoS កើតដែរចឹងអញ្ចឹងទៅlike វាឥឡូវគ្រាន់តែគេ block IP យើងមួយទៅបាត់ហើយណាអញ្ចឹងទៅបើថាយើងអាចមាន skill ក៏មានលទ្ធភាពថាអាចរៀនជាងហ្នឹងហើយអាចចេះជាងហ្នឹងទៅយើងអាចចូលក្នុង system វាបណ្ដោយអាចនេះបណ្ដោយអាហ្នឹងកាន់តែល្អទៀតមែនអត់ហើយដូចនិយាយចឹងយើង start ពី small យើងដើររ system មួយរហូតដល់យើងឃើញ system មួយដែលយើងអាច take over control បានណានិយាយទៅខ្ញុំចង់ជម្រាបអ្នកទៅស្ដាប់ mindset របស់ពួកបងគាត់មាន experience ឲ្យបានច្រើនមើល hacker new អីចឹងឲ្យបានច្រើនហើយនឹងរៀនពី fundamental ហ្នឹងឯងដើម្បីយើង practice នៅក្នុង CTF ពេលយើង practice កាន់តែច្រើនយល់ពីវាកាន់តែច្រើនទៅពេលយើងឃើញអាហ្នឹងនៅ maintain យើងដឹងអ្វីដែលគួរធ្វើចឹងអញ្ចឹងណាអូខេកន្លែងនេះក៏សំខាន់ដែរអ្នកOWASP top 10ហ្នឹងអាហ្នឹងគឺយើងអាច understand threat និង vulnerability ដែរហ្នឹងបើថាហ្នឹង more focus on web application យើងទៅ hack website យ៉ាងអីចឹងទៅហើយអានេះវា update រាល់ឆ្នាំវា top 10ហើយ OWASP top 10ហ្នឹងវាគ្រាន់តែបង្ហាញថា like 10 technique ហ្នឹងជា technique ដែលល្បីល្បាញដែលគេប្រើសម្រាប់ hack website មួយចឹងទៅឧទាហរណ៍មាន injection ហ្នឹងឧទាហរណ៍មាន SQL injection ចឹងទៅbroken access control អាហ្នឹងឧទាហរណ៍មាន IDOR ក៏យើងអាចដូរនៅលើនេះបានចឹងណាអាហ្នឹងគឺជា technique ផ្សេងគ្នាដែលគេប្រើ like រាល់ឆ្នាំហើយដើម្បី hack website មួយចឹងទៅបើអ្នកអាចចង់យល់ថែមអាចមក research មើលថែមខ្ញុំនិយាយ briefly ទេហើយអានេះបើថា like បើថាអ្នកចង់យល់ថែមពី web security ចង់ទៅ hack website ចង់ទៅអីបណ្ដោយអ្នកខ្ញុំ recommend ឲ្យអ្នកមកមើលនេះ Paul Switzer Academy អាហ្នឹងរៀនបាន free ទៀតយើងចូលមើលមកឧទាហរណ៍ឡើយនេះ server side យើង start ឡើយនេះបណ្ដោយទៅហើយយើងចូលមករៀនតាមហ្នឹងគឺមាន lab មាន theory និយាយទៅ
រៀនប្រើ practice ប្រើចឹងអញ្ចឹងហើយអ្នកអាចមកស្វែងយល់ពីពណ៌ហ្នឹងថែមបើថាអ្នកចង់focus នៅលើ like hacking website ចឹងទៅនិយាយទៅខ្ញុំចង់ recommend ឲ្យអ្នកនរមួយទៀតបើអ្នកអាចមានមិត្តភ័ក្តិចឹងទៅមានក្រុមយើងថាមួយអ្នកពីរអ្នកគ្នានិយាយចឹងទៅហើយបើថាអាចជួយរៀនគ្នានិយាយទៅបើថាឧទាហរណ៍យើងមានក្រុមថាមួយអ្នកគ្នាចឹងទៅបើថាអ្នកខ្លះគាត់ចេះដើររក information ពី website មួយចឹងទៅគាត់បកកាយខាងហ្នឹងឲ្យគាត់ focus ខាងហ្នឹងទៅហើយអ្នកខ្លះគាត់បកកាយខាង exploit ចឹងទៅ injection ចឹងទៅឲ្យគាត់ធ្វើខាងហ្នឹងចឹងទៅចង់និយាយចឹងយើងស្រាវជ្រាវយើងរៀនម្នាក់មួយផ្នែកដើម្បីធ្វើការអ្វីមួយចឹងទៅពីព្រោះអ្នកអរឃើញយើងត្រូវការយល់ច្រើនដើម្បីធ្វើការអ្វីមួយចឹងទៅបើថាយើងមាន team មានគ្នាយើងមួយក្រុមមួយអ្នកគ្នាយើងទៅយើងជួយរៀនគ្នាយើងជួយ like ស្រាវជ្រាវ like ឲ្យគ្នាអូខេនេះជា framework មួយខ្ញុំយកចេញអំពី Hack the Box ហើយអាហ្នឹងខ្ញុំនិយាយ briefly អ្នកនរណាប៉ុន្តែមុនយើងធ្វើអ្វីមួយយើងត្រូវការមាន target សិនហើយគោលដៅយើងសិនត្រូវហើយគោលដៅយើងឧទាហរណ៍យើងជា website ចឹងទៅហើយ like start ទី1គឺយើងត្រូវការ information gathering មានន័យថាយើងដើររក information ណាដែលពាក់ព័ន្ធនឹង website ហ្នឹងចឹងទៅ target យើងហ្នឹងយើងប្រើ Google Doc យើងប្រើអីចឹងទៅ OSINT ចឹងទៅមែនណាហើយបានយើងទៅដល់ vulnerability assessment ហ្នឹងមានន័យថាយើងយក information ដែលយើង gather ហ្នឹងដើម្បី analyze មើលថាកន្លែងណាដែលយើង attack បានចឹងទៅហើយកន្លែង exploitation ហើយ exploitation ហ្នឹងគ្រាន់តែពេលយើងចូល attack បានទេអាហ្នឹងនិយាយនិយាយ briefly ទេហើយ later moment ហ្នឹងយើងអាចចូលទៅ system ផ្សេងៗបានទៀតហើយបើថាអ្នកនរចូលមើល Meyer attack framework ម្ដងនិយាយទៅអានេះ more detail កើតទី1យើងឥឡូវយើងសម័យបើយើងមាន target ហើយ target យើងជា website មួយចឹងទៅមែនទេហើយអ្នកមើលយើងគេមាន step គេអានេះអាចធ្វើតាមទាំងអស់ចឹងទៅប៉ុន្តែឥឡូវ step ទី1 reconnaissance ហ្នឹងគឺជាinformation gathering ហ្នឹងឯងយើងដើររក information ពី website ហ្នឹងពីអ្នកធ្វើការនៅ website ហ្នឹងគេចឹងទៅនិយាយទៅយើងដើររក information ក៏ព័ត៌មានណាដែលតាក់ទងជាមួយ target យើងហើយប្រមូលមកអស់មកហើយបាន step ទី2 resource development អាហ្នឹងយើងឧទាហរណ៍ខ្ញុំបាននិយាយមុនហ្នឹងចឹងពេលខ្លះយើង attack website directly អត់កើតទេយើងត្រូវការដើរមកជុំយើងដើរមកជុំមានន័យថាម៉េចពេលខ្លះយើងអាចទៅបើថាយើង information gathering ទៅ maybe like developer អ្នកនៅ website ហ្នឹងក៏ក្រុមហ៊ុនហ្នឹងចឹងទៅយើងអាចphishing ទៅតាមហ្នឹងវិញចឹងអញ្ចឹងដើម្បី initial access ដើម្បីចូលយើងទៅហើយបន្ទាប់មកមិនយើងធ្វើតាមតមួយ step ចឹងទៅឧទាហរណ៍មកដល់ line persistent ហ្នឹងទៅដូចមាន backdoor ដូចមានអីចឹងទៅហើយ C2 ចឹងទៅហើយអ្នកនេះអាចចូលមកស្រាវជ្រាវថែមបានអូខេឥឡូវអ្នកនរខ្ញុំចង់ជំរុញអ្នកនរមករៀនខាងពេលយើងរៀនខាង CCNA ក៏ទ្រឹស្ដីវានិយាយទៅយើងរៀនពួកនោះហងយើងយកមក practice ផងចឹងណាហើយបើថាយើងចង់ទៅរៀនខាង hack website web exploit អញ្ចឹងយើងអាចចូលមករៀនPortstreaker Academic បានឧទាហរណ៍ឡើងនេះចឹងនៅក្រោមនេះគឺមាន server side vulnerability SQL injection យើងអាចចូលមករៀនតាមនឹងបានអ្នកនរហើយពេលយើងរៀនពួកហ្នឹងហើយយើងអាចចូលទៅ practice នៅ CTF បានទៀត CTF អ្នកនរប្រហែលបងអ្នកដឹងជាដឹងហើយតែបងអ្នកដឹងទេអាហ្នឹងគឺជា event មួយក៏ជា like ឥឡូវជា website មួយចឹងទៅគេមាន forensic មាន web exploit ដែលយើងអាចយកមក practice បានណា skill ដែលយើងអាច learn មកហើយយើងយក practice ហ្នឹងបាន CTF ហ្នឹងហើយបើថានៅកន្លែងនេះមួយទៀត website try hack me ហ្នឹងអាហ្នឹងគឺជាកន្លែងយើងរៀនដែររៀនខាង hacking រៀនអីហ្នឹងខាង security និយាយទៅគាត់ខ្ញុំបង្ហាញដល់អ្នកទេហើយ hack the box ក៏កន្លែងយើងរៀនដែរមាន hack the box academic មាន lab មានចឹងទៅហើយ academic ហ្នឹងបើថាយើងចូលមកយើងចូលទៅ academic យើងចូលទៅកន្លែង path នេះមាន skill path មាន role job role ពេលយើងចូលទៅ skill បងអ្នកថ្មីបណ្ដោយខ្ញុំ recommend ឲ្យចូលមករៀននេះសិនរៀនអ្នក information security fundamental រៀនហ្នឹងសិនទៅយើងមើល
chop 12នឹងសិនទៅតែ2នេះ intro ទេវាមិនសូវសំខាន់ហ្មងទេប៉ុន្តែក្រៅពីហ្នឹងវាសំខាន់ណាស់នេះគឺមាន Linux fundamental Windows fundamental ចឹងទៅយើងអាចចូលរៀនហ្នឹងបានហើយវារៀនហ្នឹងហើយយើងអាចចូលទៅ job role ទៅអូខេអាចទៅ focus នៅលើ web pen test ក៏បានក៏ទៅ penetration tester ក៏បានដែរហ្នឹងអានេះ focus on AD ច្រើនជាងប៉ុន្តែវាលីគ្នាជាមួយ web exploit ដូចគ្នាដែរទេប៉ុន្តែអានេះអានេះ focus on Windows ច្រើនជាងហើយ Active Directory ច្រើនជាងហើយបើថាអានេះ focus on web exploitation បណ្ដោយដល់នេះអាចចូលមើលពួកហ្នឹងបានហើយមួយទៀត Hack the Box ក៏មាន lab ដែរអ្នកនរបើអ្នកដឹងពីព្រោះ like វាយើងថ្មីបើយើងអាចចូលទៅរៀនខាង academic បានហើយយើងអាចទៅ practice នៅខាង lab បានអូខេពេលយើងចូល lab ទៅគេមាន starting point អាហ្នឹងអាចចូលមក practice តាមហ្នឹងបានគេមាន machine គេមានអីចឹងទៅគេអាច research តាមហ្នឹងបានខ្ញុំអត់បង្ហាញច្រើនទេខ្ញុំគិតថាខ្ញុំចង់ស្រាវជ្រាវបន្ថែមហើយយើង research បន្ថែមទៅនិយាយទៅអ្វីដែលខ្ញុំបង្ហាញដល់គ្នាមុនហ្នឹងគ្រាន់តែខ្ញុំបង្ហាញដល់គ្នាយើងគួរតែរៀនណាហើយព្រោះឥឡូវហ្នឹងយើងដឹងហើយនៅតែយើងពុំមានរឿងបើនិយាយទៅខ្ញុំដូចនិយាយចឹងខ្ញុំ recommend ឲ្យអ្នកនរនេះមាន team មួយចឹងទៅ like តែគ្នាយើងមកអ្នកគ្នាយើងទៅ like ជួយគ្នារៀនណាយ៉ាងនេះចឹងរៀនអ្នកតិចរៀនតិចទៅយូរទៅយើងដឹងគួរធ្វើអ្វីមួយពេលខ្លះ like យើងដាក់គោលដៅឲ្យច្បាស់លាស់ទៅហើយយើងចូលទៅមើល framework ទៅមែនទេចូលទៅមើល framework ទៅឧទាហរណ៍នេះចូលមើល framework មក step គឺគួរធ្វើអីហើយឲ្យគ្នាយើងស្រាវជ្រាវតាមហ្នឹងទៅរៀនតាមហ្នឹងទៅមែនទេហើយនិយាយទៅប៉ុន្តែខ្ញុំ recommend ឲ្យមក practice នៅ CTS practice លើ CTS ទៅ like ធ្វើមិនឲ្យ start like និយាយទៅយើង solve problem ឲ្យច្រើនណាពេលយើងលេង CTL ឲ្យច្រើនយើង solve problem ឲ្យច្រើនទៅពេលយើងជួបអាហ្នឹងនៅ maintain យើងដឹងតែយើងគួរធ្វើអ្វីហើយហើយមួយទៀតក៏ខ្ញុំ recommend ឲ្យទៅស្ដាប់គំនិតបងហើយស្ដាប់podcast ពួក like hacker ពួកអីចឹងឲ្យច្រើនណានិយាយទៅយើងស្ដាប់គំនិតពួក hacker ដែលបាន podcast នៅក្នុង YouTube នៅក្នុងអីចឹងទៅមើលគំនិតពួកគាត់ហ្នឹងគេគិតមិនពេលយើងធ្វើអ្វីមួយចឹងទៅអូខេមួយទៀតសំខាន់ជាងគេបណ្ដោយណានិយាយទៅទោះបីយើងចេះ hack ចេះអីបណ្ដោយចេះពួកហ្នឹងបណ្ដោយបើតែបើយើងអ្នកអត់ស្គាល់ OPSEC ហ្នឹងយើងអត់ចេះ like ចឹងនិយាយថា OPSEC ហ្នឹងវាថាពេលយើងត្រូវការពេលយើងធ្វើអ្វីមួយយើងចង់ឲ្យគេដឹងថាយើងជាណាទេហើយយើងត្រូវការលាក់អត្តសញ្ញាណ maintain របស់យើងហើយទៅអ្នកអាច research ពីអាហ្នឹងថែមបានហើយទៅខ្ញុំចង់និយាយថាទោះបីយើងចេះខ្លាំងយ៉ាងណាក៏ដោយបើយើងអត់ចេះលាក់អត្តសញ្ញាណ maintain យើងទេគឺនៅដឹងថាយើងជាណាទេជាទៅយើងត្រូវ research អាហ្នឹងបន្ថែមហើយហើយខ្ញុំបានធ្វើវីដេអូពីអាហ្នឹងតិចតួចដែរ basic OSINT ហើយអាចចូលមក channel ខ្ញុំបានខ្ញុំ share តិចតួចដែរទេប៉ុន្តែខ្ញុំក៏បានបង្ហាញ channel ល្អច្រើនដែរដែលអាចចាំចូលទៅមើល channel ពួកបងទៅព្រោះគាត់បាន share វីដេអូជាច្រើនហើយអ្វីដែលយើងអាចបានរៀនពីគាត់ច្រើនណាចឹងណាអូខេ lastly អ្នកចាំចូលក្នុងTelegram group នេះមួយខ្ញុំ share resource ដែលខ្ញុំបាននិយាយក្នុងវីដេអូហ្នឹងនៅក្នុង Telegram group មួយហ្នឹងហើយនៅក្នុងហ្នឹងមាន resource ផ្សេងៗច្រើនទៀតអ្នកចូលរៀនតាមហ្នឹងទៅអរគុណច្រើនអ្នកនរ